បងប្អូនមើលកូនមន់រិស័យគឺប៉ិនកូនក្រួយអត់ស្អាតបងប្អូនវគ្គនេះកាត់របាច្រើនសស្គូរឿងដៃរឿងជើងឲ្យចេះស៊ីចំណៃតិចតិចកាត់ណាម៉ែនេះកាត់ទៅដាក់នៅទឹកដៃនេះដកក្បាលដាក់វាឲ្យមេធ្វើមេដោះបងអស់ដោះពីសបុកមុនឥឡូវឲ្យមេចាស់វាក្រាបអបដើទៅអ្នកវាទៅបានណានេះធុងស្អំបងប្អូនធុងស្អំបែបធម្មជាតិហើយកូនមន់វគ្គមុននោះយកចេញហើយព្រោះវាបានអាយុ20ថ្ងៃជាងហើយស្ដាច់ឲ្យទៅនៅទ្រុងឆ្លាស់ម្ដងហ្នឹងនេះដាក់កូនមន់ទូចទៅមក10ក្បាលបងប្អូនចាំតាមដានវាបន្តទៅទៀតចាំវាធំតិចថតឲ្យបងប្អូនមើលទៀតអរគុណច្រើន